ជំរាបសួរបងប្អូនថ្ងៃហ្នឹងធ្វើពុតកបោញ៉ាំបងប្អូនពុតកបោគេយកពុតទុំមកធ្វើហើយនេះគឺជាកបោសដែលយាយគាត់ហូតស្លាបងប្អូនយើងយកលាយជាមួយនឹងទឹកស្អាតចំនួនមួយកបោមួយស្លាបព្រាជាមួយនឹងទឹកមកតម្រូវ1លីត្រពោតណាបងប្អូនដាក់ទឹកកូរវាឲ្យសប់ទឹកហើយទុកឲ្យវារងវិញដើម្បីយកវាមកប្រើត្រាំជាមួយនឹងពោតរយៈពេល1យប់ឬក៏4-5ម៉ោងអីក៏បានដែរបងប្អូនតែបើយើងត្រាំទុកចោល1យប់ទៅវាងាយស្រួលជាងស្អែកឡើងយើងធ្វើចាប់ផ្ដើមដាក់ស្ងោរវាតែម្ដងកូរវាឲ្យខាប់អញ្ចឹងទៅទុកតែមួយផ្លែតវារងថ្លាវិញហើយបងប្អូនទំហំតែយើងបកពោតប្រលេះអីហើយវារងថ្លាយើងអាចដាក់ត្រាំបានពោតលេងពណ៌ទៀតចាពណ៌តាមដែរ
ពេលដែលយើងត្រាំទឹកកបោដាក់ផ្អាប់អញ្ចឹងយើងអត់អាចដាក់កធុនដែកឬក៏ឆ្នាំងអីបានទេដោយសារកបោវាកាត់វាអាចធ្វើឲ្យឡើងដែកនឹងពណ៌ខ្មៅចឹងទេដាក់កធុនជ័រវិញដើម្បីផ្អាប់វាឲ្យបានមួយយប់ចាំស្អែកចាំយើងដាក់ស្ងោរវាត្រាំវាចោលចឹងសិនទៅពេលត្រាំទឹកកបោទៅវាឡើងពណ៌លឿងតែដល់ពេលយើងលាងទឹកទៅវាមកធម្មតាវិញហើយលាងពេលដែលយើងនេះបានមួយថ្ងៃឯណាបងប្អូនខ្ញុំចាក់លាងច្រើនទឹកចាក់5 6ទឹកលាងឲ្យអស់ជាតិកបោពេលដែលលាងស្អាតហើយចាំយើងដាក់ស្ងោរហើយដាក់ស្ងោរបើមានខ្ជុំស្ងោរមួយងាស់វារៀងយូរដែរស្ងោរប្រហែលជា1 ម៉ោងកន្លះទៅ2 ម៉ោងនិយាយទៅមកចុចផុយបើកាន់តែផុយកាន់តែឆ្ងាញ់អាហ្នឹងក៏យើងមិនបាច់ចាំស្ងោរឲ្យដល់ថ្នាក់ហិចដូចគេលក់ទេខ្ញុំញ៉ាំរបស់គេធ្វើអត់ឆ្ងាញ់វាហិចហើយហឹងពេលខ្ញុំធ្វើខ្លួនឯងវាទន់ឆ្ងាញ់វាហើយវាអត់ហិចទេលាងទឹកកបោឲ្យច្រើនទឹកសម្រាប់ចុះសម្រាប់ឡើងហើយចាំដាក់ស្ងោរពេលស្ងោរដាក់ស្លឹកតយចូលមកស្លឹក2ស្លឹកដើម្បីបង្កើនក្លិនដាក់ទឹកឲ្យរៀងច្រើនតិចដោយសារយើងមកងាស់ហើយមកងាស់យើងមកងាស់ចោលក៏បានដែរព្រោះអាហ្នឹងវាអត់ខ្លោចបាត់ដូចយើងស្ងោរអីផ្សេងទេងាស់ដាក់ចោលទៅដាក់ពោតស្ងោរហើយឆ្លៀតពេលមកបុកល្ងបុកស្ករអស់ហើយទៅដាក់ល្ងលីងឲ្យឈ្ងុយហើយដាក់អំបិលចូលអត់អំបិលអត់ឆ្ងាញ់ទេណាហ្នឹងបងប្អូនតរៀងលេបប្រៃលេបផ្អែមមិនឆ្ងាញ់វាត្រូវមួយរសជាតិពោតកបោហ្នឹងហ្មងបុកអំបិលជាមួយល្ងបុកលំទៅបើចាំម៉ត់ពេកព្រោះអីម៉ាក់គាត់ថាបុកល្ងបុកខ្លាំងពេកវាចេញប្រេងបុកហើយដាក់បន្ថែមជាមួយនឹងស្ករសដាក់មកល្មមមកពោតកបោរបស់យើងតិចដែរដាក់3 4ស្លាបព្រាទៅដោយសារតែខ្ញុំអត់សូវចូលចិត្តផ្អែមអញ្ចឹងដាក់មកល្មមបានហើយ3ស្លាបព្រាផ្អែមល្មមជាមួយនឹងពោតកបោមួយចានអត់ល្បិចក្បាលផង